ពេលខ្លះមនុស្សយើងតែងតែយកការគិតរបស់អ្នកដទៃនេះការមើលឃើញរបស់អ្នកដទៃមកដាក់លើខ្លួនឯងហើយធ្វើឲ្យខ្លួនឯងនេះមានសម្ពាធចង់ធ្វើអ្វីមួយក៏ក្រែងចិត្តអ្នកដទៃចង់ធ្វើអ្វីមួយខ្លាចគេនិយាយបែបនេះខ្លាចគេនិយាយបែបនោះហើយមិនថាខ្ញុំមិនថាគេគឺតែងតែបែបហ្នឹងខ្ញុំពីមុនណាអាចថាខ្លាំងជាងអ្នកទាំងអស់គ្នាទៀតចង់ធ្វើអ្វីមួយខ្លាចគេរិះគន់ចង់ធ្វើអ្វីមួយខ្លាចគេសើចចំអកខ្ញុំតន់នៅរឿងមួយដែលអាចថាជារឿងស្ដាយក្រោយរហូតដល់ខ្ញុំមកដល់ថ្ងៃនេះហើយខ្ញុំនៅតែគិតថាស្ដាយក្រោយតែខ្ញុំមិនស្ដាយដល់ថ្នាក់ដេកទន្ទោនៅរឿងដែលខ្ញុំមិនបានធ្វើនឹងទេកាលពីឆ្នាំ2017ពេលនោះខ្ញុំទៅតែសម្រាប់កូនទី2ហើយខ្ញុំក៏ចង់ចាប់ផ្ដើមលក់អនឡាញពេលនោះនៅស្រុកខ្មែរយើងអត់ទាន់មានអ្នកលក់អនឡាញអីប្រហែលទេមានតិចហើយភាគច្រើនអ្នកដែលលក់អនឡាញគេតែងតែអត់សូវឲ្យតម្លៃទេគេដូចថាគេតែងតែពុកលក់អនឡាញអញ្ចឹងណាជំនាន់ហ្នឹងខ្ញុំមិនដឹងថាសង្គមដែរអ្នកទាំងអស់គ្នារស់នៅបែបម៉េចទេតែសង្គមកន្លែងខ្ញុំរស់នៅនេះគឺគេអត់សូវឲ្យតម្លៃអញ្ចឹងណាអញ្ចឹងខ្ញុំចង់ធ្វើខ្លាំងមែនតើតែខ្ញុំនៅមានអាចិត្តមួយថាខ្មាស់គេខ្ញុំនិយាយត្រង់អ្នកទាំងអស់គ្នាខ្ញុំខ្មាស់គេដោយសារខ្មាស់ប្រពន្ធរបស់មិត្តភក្តិប្តីខ្ញុំដោយសារតែពេលនោះប្តីខ្ញុំគាត់ធ្វើការនៅក្នុងស្ថាប័នមួយដែលមានមុខមានមាត់ដែរអញ្ចឹងបើសិនជាខ្ញុំទៅលក់អនឡាញទៅគេសើចចំអកឲ្យទាំងប្តីហើយសើចចំអកឲ្យទាំងខ្ញុំទៀតអញ្ចឹងហើយខ្ញុំខ្លាចខ្មាស់គេខ្ញុំក៏អត់ហ៊ានលក់ទាំងតែចិត្តខ្លួនឯងចង់ខ្លាំងណាអ្នកទាំងអស់គ្នាខ្ញុំដល់ថ្នាក់ខ្ញុំឆាតទៅដើម្បីបង្កើត brand បង្កើតអីខ្ញុំយកសាច់ផលិតផលនោះមកតេស្តមកអីហើយទៀតណាតែខ្ញុំអត់ហ៊ានធ្វើដោយសារតែខ្ញុំខ្មាស់គេថាអ្នកលក់អនឡាញអត់មានតម្លៃគេសើចចំអកឲ្យយើងជំនាន់នោះមិនមែនឥឡូវទេណាហើយរហូតដល់ថ្ងៃនេះអ្នកដែលជោគជ័យខ្លាំងនៅលើវិស័យអនឡាញគឺច្រើនណាស់អ្នកដែលមានកិត្តិយសគេឈ្មោះគឺច្រើនណាស់នៅលើអនឡាញអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដំក៏ច្រើនណាស់នៅលើវិស័យអនឡាញសួរថាបើសិនជាពេលនោះខ្ញុំជឿលើខ្លួនឯងខ្ញុំស្ដាប់ខ្លួនឯងខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើម្លេះដល់ថ្ងៃនេះខ្ញុំមិនដឹងថាខ្ញុំនៅចំណុចណានេះតាំង2017ឥឡូវ9ឆ្នាំគិតមើលបើសិនខ្ញុំចាប់ផ្ដើមតាំងពេលនោះមក9ឆ្នាំសួរថាតើខ្ញុំរីកចម្រើនដល់កម្រិតណាទៅរហូតដល់ថ្ងៃនេះខ្ញុំនៅតែនឹកឃើញរឿងនឹងមកដាស់តឿនខ្លួនឯងរាល់ពេលដែលខ្ញុំចង់ធ្វើអ្វីមួយចាប់ផ្ដើមអ្វីមួយហើយខ្ញុំមានកូនចិត្តថាធ្វើទៅដូចជាមិនស័ក្តិសមជាមួយនឹងខ្ញុំមិនស័ក្តិសមនឹងឲ្យខ្ញុំធ្វើខ្ញុំនឹងយកបទពិសោធន៍កាលពីឆ្នាំ2017មករំលឹកខ្ញុំម្ដងហើយម្ដងទៀតរំលឹកថានេះជាបទពិសោធន៍ធំបំផុតនៅក្នុងជីវិតរបស់អ្នកឯងហើយចង់ឲ្យបែបហ្នឹងទៀតទេដោយសារតែខ្លាចគេសើចខ្លាចខ្មាស់គេអត់ហ៊ានរស់ស៊ីប្រហោះលក់អីទេទាំងតែបង្កើតពេកហើយទៀតអត់ហ៊ានទេមុខមាត់ខ្លាំងពេលហ្នឹងដោយសារគេផ្សើឲ្យតម្លៃរហូតដល់ថ្ងៃនេះក៏ភ្ញាក់ខ្លួនក៏ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើរាល់ពេលចង់បោះបង់ប្រាប់ខ្លួនឯងថាកុំបោះបង់អញ្ចឹងហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកបទពិសោធន៍ដែលអ្នកទាំងអស់គ្នាចង់ធ្វើកន្លងមកចង់ធ្វើអ្វីខ្លះកាលពីប្រហែលឆ្នាំមុនហើយមិនហ៊ានធ្វើមិនហ៊ានចាប់ដើមរហូតដល់មកដល់ថ្ងៃនេះគិតចង់ស្ដាយក្រោយមិនហួសពេលទេចាប់ដើមម្ដងទៀតយើងមិនចាំបាច់ចាប់ដើមគោលដៅដដែលយើងចាប់ដើមគោលដៅផ្សេងក៏បានដោយសារសម័យឥឡូវនេះហើយគេធ្វើអ្វីគេធ្វើឲ្យតន់សម័យឲ្យតន់នឹងបរិបត្តិដែលយើងរស់នៅអញ្ចឹងខ្ញុំសង្ឃឹមថាបទពិសោធន៍នៅក្នុងការចែករំលែករបស់ខ្ញុំនេះអាចជួយទៅដាស់តឿនដាស់ស្មារតីអ្នកទាំងអស់គ្នាបានខ្លះថារាល់យើងចង់ធ្វើអ្វីយើងចង់បោះបង់យើងត្រូវតែរំលឹកនៅរឿងកន្លងមកដែលយើងបានចង់ធ្វើហើយយើងមិនបានធ្វើរឿងដែលយើងចង់ធ្វើខ្ញុំអាសានិយាយពាក្យហ្នឹងណាខ្ញុំនិយាយក្រោយខ្ញុំអាសានិយាយពាក្យហ្នឹងខ្លាំងដោយសារតែពេលណាដែលយើងធ្វើអ្វីដែលយើងចង់ធ្វើយើងនឹងមោះមុតយើងនឹងប្រឹងប្រែងហើយជឿមនុស្សយើងពេលណាដែលយើងមោះមុតពេលណាដែលយើងប្រឹងប្រែងណាមនុស្សយើងស្អីក៏អាចធ្វើបានដែរមនុស្សយើងកសាងរបស់អច្ឆរិយៈច្រើនមនុស្សយើងកសាងស្នាដៃច្រើនណាស់បានដោយការប្រឹងប្រែងបានដោយការខិតខំមិនបោះបង់បើយើងបោះបង់យើងខ្លាំងពូកែប៉ុណ្ណាក៏អត់អាចទៅមុខរួចដែរបើសិនជាយើងមិនព្យាយាមមិនប្រឹងប្រែងគ្មាននរណាយកផលមកឲ្យយើងដោយងាយស្រួលទេលទ្ធផលបានមកដោយការប្រឹងប្រែងលទ្ធផលបានមកដោយការខិតខំខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាមានបទពិសោធន៍អ្វីខ្លះនៅក្នុងការចង់ចាប់ផ្ដើមធ្វើហើយមិនហ៊ានធ្វើរហូតដល់ថ្ងៃនេះស្ដាយក្រោយទេតែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចាប់ផ្ដើមទៀតចាប់ផ្ដើមអ្វីដែលថ្មីចាប់ផ្ដើមគោលដៅយើងដដែលក៏បានឲ្យតែវានៅអាចយើងចាប់ផ្ដើមបានឬក៏យើងចាប់ផ្ដើមគោលដៅថ្មីចាប់ផ្ដើមក្តីស្រមៃជួបទុក្ខលំបាកជួបបញ្ហាជួ
ជួបមួយដោះមួយជួបពីរដោះពីរធ្វើមកជីវិតយើងកើតមកវាតែងតែជួបvớiបញ្ហាបើសិនជាអ្នកមានប្តីប្រពន្ធទៀតបញ្ហាគ្រប់ច្រកបញ្ហារញ្ញវត្ថុមហូបកូនថ្លៃផ្ទះបងសាលាកូនកូនមួយកូនពីរពេលខ្លះមានបញ្ហាមួយប្តីនិយាយអត់ស្ដាប់ពេលខ្លះចង់ជួយឪពុកម្ដាយអត់មានសមត្ថភាពជួយអំរែកលើស្មាយើងធ្ងន់ណាស់យើងធំដឹងក្តីមកដោយឪពុកម្ដាយយើងចិញ្ចឹមយើងអាចតបស្នងសងគុណទៅគាត់វិញបានខ្លះនៅឬក៏យើងមិនទាន់បានសងគាត់ទេយើងក៏មានប្តីប្រពន្ធហើយគ្រួសារយើងកំពុងពិបាកដែរយើងទៅជួយឪពុកម្ដាយយើងយ៉ាងម៉េចបើយើងចង់ជួយឪពុកម្ដាយយើងលុះត្រាតែក្រុមគ្រួសារយើងនេះប្តីប្រពន្ធកូនយើងនេះមានហូបគ្រប់គ្រាន់មានផ្ទះនៅកូនមានសាលារៀនបានយើងអាចរំលែកទៅជួយឪពុកម្ដាយបងប្អូនយើងបានខ្លះហើយតើធ្វើបែបម៉េចទៅយើងអាចជួយបងប្អូនយើងបានមានតែការខំប្រឹងប្រែងឲ្យយើងអាចរកចំណូលឲ្យបានច្រើនជាងមុនទៅយើងអាចជួយឪពុកម្ដាយយើងបានឪពុកម្ដាយរបស់យើងគាត់ចាស់ណាស់ហើយអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាគិតថាចង់បោះបង់ខ្លួនឯងឬក៏ចង់បោះបង់អ្វីមួយដែលខ្លួនឯងកំពុងធ្វើមានការនឿយហត់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានឹកឃើញឪពុកម្ដាយក្រុមគ្រួសាររបស់យើងតែយើងបានសងគុណគាត់ខ្លះឬនៅយើងបានឲ្យគាត់រស់នៅស្រួលហើយឬនៅហើយបើសិនជាអ្នកដែលមានគ្រួសារហើយនឹកឃើញដល់កូនរបស់យើងឲ្យគាត់បានរៀនសាលាដែលល្អឲ្យគាត់រៀនសូត្របានខ្ពស់យើងបង្កើតគេមកបានយើងត្រូវតែទទួលខុសត្រូវទៅលើជីវិតរបស់គេមិនបង្កើតចោលទេណាអញ្ចឹងខ្ញុំសង្ឃឹមថារាល់ការចែករំលែករបស់ខ្ញុំបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងមានបងប្អូនខ្លះធ្លាប់មានបទពិសោធន៍ប្រហែលស្ដាក់ស្ដៀងនឹងខ្ញុំហើយក៏ចាប់ផ្ដើមភ្ញាក់ឡើងថាអូនេះគេធ្លាប់មានបទពិសោធន៍ដូចខ្ញុំដែរហើយឥឡូវនេះគេបានក្រោកឡើងហើយអញ្ចឹងខ្ញុំក្រោកដែរខ្ញុំដេកដល់ណាទៀតហើយខ្ញុំក្រោកឡើងខ្ញុំមិនទាន់ក្រោករឹងមាំមួយទំហឹងហើយមានចំហហ្មងទេខ្ញុំកំពុងតែលូតលាស់ហើយខ្ញុំកំពុងតែដាក់ជីបន្ថែមខ្ញុំកំពុងតែពង្រឹងបានខ្ញុំចេញមកចែករំលែកឲ្យអ្នកទាំងអស់គ្នាថានេះមនុស្សដែលចាប់ផ្ដើមធ្វើអ្វីដែលចង់ធ្វើមនុស្សដែលចាប់ផ្ដើមបន្ទាប់ពីដួលហើយម្ដងទៀតឥឡូវនេះក្រោកមកវិញទៀតមិនមែនមានតែអ្នកទាំងអស់គ្នាទេដែលដួលហើយដួលទៀតនៅមានខ្ញុំម្នាក់ទៀតដែលដួលហើយដួលទៀតតែខ្ញុំនៅតែក្រោកមកយូរហើយឆាប់ខ្ញុំនៅតែក្រោកខ្ញុំជឿជាក់លើខ្លួនឯងបែបហ្នឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជឿជាក់លើខ្លួនឯងដូចខ្ញុំដែរអញ្ចឹងកុំភ្លេចស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យបានល្អណា